ตาซิมการ์ดได้ជាซิมទូរស័ព្ទបងប្អូនសម្រាប់លេងអ៊ីនធឺណិតព្រមទាំងខលចេញចូលរងថ្ងៃបានផ្ទៀងទាត់ហើយឬនៅបាទសួស្តីបងប្អូនអរគ្នាមកកាន់ Channel YouTube ខ្ញុំបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយតាក់ទងនឹងការយកស៊ីមដើម្បីទៅបញ្ជាក់ថានេះគឺជាស៊ីមទូរស័ព្ទរបស់យើងឬក៏មិនមែនទេដើម្បីឲ្យមានសុវត្ថិភាពទៅថ្ងៃមុខកុំឲ្យមានបញ្ហាបងប្អូនអរគ្នាអញ្ចឹងមករយៈនេះបងប្អូនបានឃើញវីដេអូអ៊ំប្រុសមួយហើយដែលតាក់ទងនឹងគាត់អត់ដឹងអីទេគាត់ជាអ្នកភូមិធម្មតាទេប៉ុន្តែនៅពេលដែលគាត់រើសបានស៊ីមនឹងយកទៅប្រើប្រាស់គាត់មានបញ្ហាគេប្តឹងគាត់ពីបទឆបោកនៅតាមវាមានបញ្ហាបែបនេះបងប្អូនអរគ្នាអញ្ចឹងកុំឲ្យមានបញ្ហាថ្ងៃមុខយើងចូលទៅ Fortify ជាមួយនឹងកម្មវិធីមួយនេះដល់កម្មវិធីមួយនេះគឺជាកម្មវិធីរដ្ឋាភិបាលយើងបានដាក់ឲ្យដើម្បីយើងចូលទៅបញ្ជាក់ថាស៊ីមនឹងគឺជាស៊ីមរបស់យើងឬមួយក៏មិនមែនទេបងប្អូនអញ្ចឹងកុំឲ្យរងចាំតឹងយើងចូលទៅធ្វើទាំងអស់គ្នាចឹងជាដំបូងយើងធ្វើការចូលទៅក្នុង Play Store ដែលជាកន្លែង down កម្មវិធីទូទៅហ្នឹងដើម្បីយើងចូលទៅវាអក្សរអង់គ្លេសដែលមានឈ្មោះថា Digi Store App ដើម្បីយើងធ្វើការ upload បន្ទាប់ពីយើងធ្វើការវាហើយយើងធ្វើការចុចបញ្ជូនមកបន្ទាប់មកយើងចូលដល់កន្លែងនេះយើងធ្វើការដំឡើងកម្មវិធីនឹងមកបងប្អូនទាំងអស់គ្នាយើងធ្វើការចុចដំឡើងតែម្ដងទៅកុំឲ្យរងចាំយូរបន្ទាប់ពីយើងធ្វើការដំឡើងបងប្អូនធ្វើការរងចាំសិនដើម្បីឲ្យការ download នឹងពេញលេញអញ្ចឹងណាបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងធ្វើការ download ហើយយើងធ្វើការចុចបើកដើម្បីចូលទៅក្នុងកម្មវិធីនឹងតែម្ដងបងប្អូនទាំងអស់គ្នាឥឡូវនេះយើងធ្វើការរងចាំបន្តិចសិនដើម្បីឲ្យយើងទៅចូលកម្មវិធីនឹងបន្ទាប់ពីយើងចូលមកដល់ក្នុងកម្មវិធីហ្នឹងបងប្អូនក្លេកមើលឲ្យសពបងប្អូនអរគ្នាក្លេកមើលឲ្យសពមកបងប្អូនក្លេកមើលចំកណ្ដាលដែលមាន4កន្លោនហ្នឹងបងប្អូនអរគ្នាដែលខ្ញុំដាក់សញ្ញាព្រួយហ្នឹងបើសិនជាបងប្អូនអត់ដឹងថាចុចកន្លែងណាទេបងប្អូនមើលតាមសញ្ញាព្រួយខ្ញុំហ្នឹងទៅខ្ញុំនឹងដាក់ឲ្យចំតែម្ដងបងប្អូនអរគ្នាខ្ញុំនឹងប្រាប់លម្អិតតែម្ដងវីដេអូរបស់ខ្ញុំបងប្អូនអរគ្នាអញ្ចឹងបងប្អូនធ្វើការមើលមួយអញ្ចឹងបងប្អូនធ្វើការចុចចំសញ្ញាព្រួយខ្ញុំនឹងមកបងប្អូនធ្វើការចុចមកណារូបស៊ីមហ្នឹងអូខេបន្ទាប់ពីបងប្អូនធ្វើការចុចហើយនឹងចូលមកដល់កន្លែងនេះបងប្អូនចូលទៅជ្រើសរើសធនាគារណាដែលបងប្អូនភ្ជាប់ជាមួយលេខទូរស័ព្ទហ្នឹងបងប្អូនអរគ្នាលេខទូរស័ព្ទដែលយើងប្រើប្រចាំថ្ងៃហ្នឹងបងប្អូនអរគ្នាអញ្ចឹងខ្ញុំប្រើ AWA ភ្ជាប់ជាមួយលេខទូរស័ព្ទហ្នឹងអញ្ចឹងទៅខ្ញុំធ្វើការ connect ជាមួយ AWA បងប្អូនភ្ជាប់ Win អញ្ចឹងទៅ AC ដាស្រ័យទៅចិត្តបងប្អូនអញ្ចឹងទៅបងប្អូនអរគ្នាបន្តមកយើងធ្វើការចុចបញ្ជូនបងប្អូនអរគ្នាបន្ទាប់ពីយើងធ្វើការចុចបញ្ជូនហើយវានឹងចូលមកដល់ក្នុង AWA របស់យើងបងប្អូនអរគ្នាបន្ទាប់ពីយើងចូលទៅក្នុង AWA យើងចូលមកដល់កន្លែងនេះហើយបងប្អូនធ្វើការមើលឈ្មោះយើងតើត្រឹមត្រូវឬទេលេខទូរស័ព្ទនឹងត្រឹមត្រូវអត់ត្រឹមត្រូវជាមួយដែលស៊ីមយើងប្រើប្រចាំថ្ងៃនឹងអត់បងប្អូនអរគ្នាបន្ទាប់ពីយើងធ្វើការពិនិត្យឲ្យម៉ត់ចត់ហើយអំពីឈ្មោះអំពីលេខទូរស័ព្ទអំពីតញ្ញប័ណ្ណរបស់យើងថាត្រូវអត់ខែឆ្នាំកំណើតយើងបងប្អូនអរគ្នាអញ្ចឹងបន្តមកបងប្អូនធ្វើការចុចគ្រីសមួយបន្តមកបងប្អូនធ្វើការចុចបញ្ជូនខាងក្រោមអូខេបន្តមកនឹងចូលមកដល់កន្លែង scan មុខយើងបងប្អូនអរគ្នាអញ្ចឹងយើងធ្វើការ scan មុខរបស់យើងមកបងប្អូនអរគ្នាចូលមកដល់កន្លែងនេះបងប្អូនព្រិចភ្នែកតិចទៅដើម្បីគេ scan មុខពេញលេញអញ្ចឹងណាបងប្អូនអរគ្នាបន្ទាប់ពី scan ហើយចូលមកដល់កន្លែងនេះចុចរួចរាល់បងប្អូនអរគ្នាចុចរួចរាល់ហើយចូលមកដល់កន្លែងនេះបន្ទាប់ពីយើងចូលមកដល់កន្លែងនេះបងប្អូនធ្វើការរងចាំតិចទៅហើយបងប្អូនចុច3លេខកូដបងប្អូនអរគ្នាវាលេខកូដ6ខ្ទង់លេខកូដណាដែលបងប្អូនវាឲ្យចាំអញ្ចឹងណាបងប្អូនអរគ្នាប្រយ័ត្នវាឲ្យភ្លេចហ្នឹងបងប្អូនអរគ្នាវាឲ្យត្រូវតែចាំខ្លួនឯងបន្តមកយើងធ្វើការចុចបញ្ជូនយើងធ្វើការវាលេខតង់ទៀតបងប្អូនអរគ្នាដែលជាសវត្ថិភាពរបស់យើងឯង2តង់បងប្អូនអរគ្នាអញ្ចឹងយើងធ្វើការចុច start បងប្អូនអរគ្នាបន្ទាប់ពីយើងធ្វើការចុច start យើងថាចុច start ទៀតបងប្អូនអរគ្នាចុច start ទៀតយើងរងចាំបន្តិចទៅដើម្បីឲ្យគេធ្វើការ scan នៅលេខទូរស័ព្ទរបស់យើងអញ្ចឹងណាបងប្អូនអរគ្នាបន្តមកបងប្អូនធ្វើការរងចាំទៅណាបងប្អូនអរគ្នាឥឡូវនេះចូលមកដល់កន្លែងនេះយើង skip ពាណិជ្ជកម្មចេញមកចូលមកដល់កន្លែងនេះគឺជាកន្លែងលេខទូរស័ព្ទរបស់យើងអញ្ចឹងយើងធ្វើការវាលេខទូរស័ព្ទរបស់យើងចូលហើយបងប្អូនធ្វើការទៀងទាត់ឲ្យត្រឹមត្រូវថាលេខហ្នឹងគឺជាលេខរបស់យើងអត់ត្រូវអត់បងប្អូនធ្វើការវាឲ្យបងប្អូនពិនិត្យមើលច្បាស់លាស់ឲ្យបងប្អូនចុចបញ្ជូនបន្តមកបងប្អូនធ្វើការចុចបញ្ជូនឲ្យរងចាំមកបន្តមកបងប្អូនចុចដានខាងស្នាមដៃហ្នឹងបងប្អូនអរគ្នាចុចខាងតាមសញ្ញាព្រួយខ្ញុំនឹងមកបងប្អូនអរគ្នាបន្តមកបងប្អូននឹងចូលមកដល់កន្លែងនេះដូចចូលដល់កន្លែងនេះបងប្អូនចុចថយវិញមកណាចុចថយវិញមកបងប្អូនអរគ្នាបងប្អូនធ្វើការចុចថយមកឥឡូវនេះគឺយើងធ្វើបានជោគជ័យបងប្អូនអរគ្នាឥឡូវនេះគឺគេបានបញ្ជាក់ថាស៊ីមហ្នឹងគឺជាស៊ីមរបស់យើងពិតប្រាកដបងប្អូនអរគ្នាគេបាន verify នៅខាងក្រោយនេះបងប្អូនអរគ្នាអញ្ចឹងបើសិនជាស៊ីមហ្នឹងមិនមែនរបស់យើងទេគឺវាអត់ load មកបែបហ្នឹងទេបងប្អូនអរគ្នាហើយក៏អត់ផ្ញើលេខកូដឲ្យទេឲ្យដែរបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះក៏ឈានដល់ទីបញ្ចប់ដែរកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផង